សួស្តីអ្នកទាំងអស់គ្នានៅពេលនេះដើម្បីកុំឲ្យយប់យន្តសបិនយូរអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំយូរយើងមើលសង្ខេបសាច់រឿងត្រួសៗនៅក្នុងភាគទី109បន្តិចទៅបន្ទាប់ពីតាចាស់ទាំងពីរនាក់នឹងបានបញ្ចេញកម្លាំងវ៉ាងលីនគាត់ក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់ដែរហើយក៏ប្រាប់ថាគាត់ចៃដន្យអីគឺមានសំណួរមួយគឺចង់សួរទៅកាន់ពួកគេទាំងពីរនាក់ប៉ុន្តែមុននឹងសួរគ្នាពួកគេទាំងពីរនាក់នឹងក៏ចាប់ផ្ដើមវាយគ្នាតែម្ដងដោយតាចាស់ទាំងពីរដែលនៅក្នុងបកដៅតែលូនឹងក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់ពួកគេដើម្បីប្រយុទ្ធគ្នាជាមួយនឹងវ៉ាងលីនទៅប៉ុន្តែខ្លួនឯងគឺនៅដំណាក់កាលដំបូងទេប៉ុន្តែពិតជាក្លាហានដែលហ៊ានប្រយុទ្ធគ្នាជាមួយនឹងអ្នកដែលនៅដំណាក់កាលកណ្ដាលដូច្នោះហើយវ៉ាងលីនគាត់ក៏បានផ្ដល់មេរៀនក៏ដូចជាថ្នាំខ្លាំងទៅឲ្យក្មេងៗទាំងពីរនឹងដែរពួកគេទាំងពីរនាក់នឹងក៏បានបញ្ចេញសមត្ថភាពរបស់ពួកគេរៀងៗខ្លួនដោយពួកគេក៏បានបញ្ចេញកម្លាំងធម្មពលបង្កើតបានទៅជាលលាក្បាលដ៏ធំសម្បើមមួយប៉ុន្តែយ៉ាងណាមិញវាគ្មានបញ្ហាសម្រាប់វ៉ាងលីននោះទេបើទោះបីជាកម្លាំងធម្មពលរបស់តាចាស់ទាំងពីរនាក់នឹងគឺអាចលេបយកនៅធម្មពលបានក៏ដោយវ៉ាងលីនគឺថាឲ្យវាស៊ីឲ្យឆ្អែតតែម្ដងហើយបន្ទាប់ពីវាឆ្អែតហើយប្រកាសជាបាយពោះហើយអញ្ចឹងនៅទីបំផុតនោះចំពោះតាចាស់ទាំងពីរនាក់ហ្នឹងវ៉ាងលីនគាត់គឺអាចដោះស្រាយបានយ៉ាងងាយហើយគាត់ក៏បានសួរសំណួរទៅកាន់ពួកគេទាំងពីរនាក់ដែរអ្វីដែលគាត់ចង់ដឹងចង់ឃើញហ្នឹងគាត់ថាតើនៅពេលដែល LinkedIn ហួរចាក់ចេញអំពីដែនដីអមតៈកាលពីប៉ុន្មានរយឆ្នាំមុនហ្នឹងតើវាមានរឿងអ្វីកើតឡើងហើយពួកគេទាំងពីរនាក់ក៏រៀបរាប់រឿងរ៉ាវដំណើរដើមតឹងទៅតាមអ្វីដែលពួកគេបានដឹងទៅនិយាយថាបន្ទាប់ពី LinkedIn ហួរបានចាក់ចេញអំពីដែនដីអមតៈបុរាណហ្នឹងគឺមាននៅវិញ្ញាណដើមមួយដែលបានដេញតាមគាត់ហើយពួកគេទាំងពីរនាក់ក៏បានធ្វើការប្រយុទ្ធគ្នាមកអស់ដៃតែម្ដងបន្ទាប់មកវិញ្ញាណដើមហ្នឹងគឺមិនអាចយកឈ្នះទៅលើ LinkedIn ហួរបាននោះទេក៏ត្រូវបាន LinkedIn ហួរគឺថាឃុំឃាំងវាចូលទៅក្នុងដែនដីបិសាចនៃសមុទ្រខាងកើតនឹងតែម្ដងទៅហើយវិញ្ញាណដើមហ្នឹងគឺថាគ្មាននរណានោះទេគឺជាចៅអ៊ីនឹងឯងចំណែកវ៉ាងលីនក៏ដូចជាចាប់អារម្មណ៍ជាមួយនឹងដែនដីវិញ្ញាណបិសាចនៃសមុទ្រខាងកើតដូច្នោះហើយក៏សួរពួកគេទាំងពីរនាក់នឹងបន្តពួកគេក៏រៀបរាប់ប្រាប់ថាចំពោះដែនដីវិញ្ញាណបិសាចនៃសមុទ្រខាងកើតហ្នឹងគឺជាតំបន់ហាមឃាត់មួយនៅក្នុងចំណោមតំបន់ហាមឃាត់ដទៃផ្សេងទៀតដែលមាននៅលើពិភពធាតុនេះនឹងឯងហើយពួកគេនឹងក៏បានបែងចែកគ្នាទៅដល់បកផ្សេងទៀតគឺដើម្បីគ្រប់គ្រងដែរដោយគ្រប់គ្រងម្នាក់ប៉ុន្មានឆ្នាំម្ដងអីចឹងទៅហើយគេក៏បាននិយាយថាកន្លែងនោះក៏ជាកន្លែងដែលឃុំខ្លួននៅវិញ្ញាណបិសាចបុរាណឬមួយក៏បិសាចបុរាណដទៃផ្សេងទៀតមិនត្រឹមតែប៉ុណ្្នឹងទេក៏មាននៅកំណត់ទ្រព្យដទៃផ្សេងទៀតដែលអាចជួយឲ្យមនុស្សម្នាក់នឹងគឺថាបំបីកម្រិតបានលឿនឬមួយក៏បំបីកម្រិតងាយស្រួលអញ្ចឹងទៅវ៉ាងលីនគាត់ហាក់បីដូចជាចាប់អារម្មណ៍ជាមួយនឹងកន្លែងហ្នឹងដែរហើយបន្តមកទៀតនោះក៏ចាត់ការមនុស្សទាំងពីរនាក់នឹងចោលតែម្ដងទៅគឺគ្មាននរណាម្នាក់សល់ជីវិតឡើយដោយឡែកចំពោះផ្លែឈើមាសមុខ100វិញវ៉ាងលីនគាត់គឺបេះទាំងផ្លែដកទាំងឫសដោយសារតែវាគឺសិតតែមានប្រយោជន៍ណាអញ្ចឹងទៅគឺមិនអាចចោលបាននោះទេហើយចំពោះក្មេងស្រីម្នាក់ដែលមានឈ្មោះថាឈៀនហ្នឹងវ៉ាងលីនក៏មិនបានធ្វើអ្វីនាងដែរពេលវេលាក៏ចេះតែកន្លងផុតទៅនៅទីបំផុតនោះថ្ងៃនៃការបើកឡើងនៃដែនដីវិញ្ញាណបិសាចសមុទ្រខាងកើតហ្នឹងក៏បានជុំមកដល់ដោយយើងក៏ឃើញថាអ្នកខ្លាំងដែលមកពីគ្រប់ទិសទីហ្នឹងពួកគេក៏បានមកចូលរួមដែរហើយយើងក៏បានឃើញអំពីស្រីស្អាតម្នាក់ដែលនាងគឺបានអង្គុយនៅលើរបស់មួយដោយពណ៌របស់វាមើលទៅគឺថាក្រហមឆ្អិនឆ្អៅតែម្ដងហើយនាងប្រហែលជាមនុស្សដែលមកអំពីបកលោហិតឈាមហើយបន្តមកទៀតក៏មានអ្នកខ្លាំងជាច្រើនផងដែរដែលកាលពីពេលមុនពួកគេមិនដែលបង្ហាញខ្លួននោះទេប៉ុន្តែនៅពេលដែលថ្ងៃនៃការបើកឡើងដែនដីវិញ្ញាណបិសាចសមុទ្រខាងកើតហ្នឹងគឺថាមកប្រងព្រាតតែម្ដងអញ្ចឹងគឺអាចនិយាយបានថាអ្នកដែលបានចូលទៅគឺសិតតែអ្នកខ្លាំងហើយអ្នកដែលខ្សោយបំផុតគឺនៅកម្រិតទី6នឹងឯងចំណែកអ្នកដែលខ្លាំងវិញអាចមានកម្រិតទី7ហើយនិងកម្រិតទី8បន្ទាប់ពីមនុស្សជាច្រើនបានចូលទៅក្នុងដែនដីវិញ្ញាណបិសាចនៃសមុទ្រខាងកើតហ្នឹងហើយវ៉ាងលីនគាត់ក៏បានមកដល់ហើយគាត់ក៏បានចូលទៅខាងក្នុងនឹងដូចគ្នាដោយសារតែតាំងពីដើមមកគាត់គឺតែងតែគិតគូររួចហើយថាកន្លែងនេះប្រកាសជាខ្លាយទៅជាកន្លែងដ៏ល្អមួយសម្រាប់គាត់នៅក្នុងការបង្កើនកម្រិតក៏ដូចជាវឹកហាត់ហើយបន្តមកទៀតយើងក៏មិនដឹងថានឹងទៅជាយ៉ាងណាដែរព្រោះថាសាច់រឿងសង្ខេបរបស់យើងក៏មានតែប៉ុណ្្នឹងដូចគ្នាអញ្ចឹងហើយប្រសិនបើយើងចង់ដឹងសាច់រឿងច្បាស់គឺមានតែទន្ទឹងរង់ចាំជាមួយនឹងadminទាំងអស់គ្នាដែលពួកយើងប្រកាសជាវិលមកជួបគ្នាម្ដងទៀតនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយខណៈដែលវីដេអូនៃការសង្ខេបសាច់រឿងក៏មានតែប៉ុណ្្នឹងដែរចុងក្រោយក៏នៅតែអរគុណច្រើនសម្រាប់ការគាំទ្ររបស់អ្នកគ្រប់គ្នាហើយពួកយើងនឹងវិលមកជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ